Ok,អញ្ចឹងវីដេអូនេះខ្ញុំមកបង្ហាញអ្នកនរគ្នារបៀបដូរឈ្មោះឬក៏ដូរ password របស់ដុំបាទ Wi-Fi ឆ្លាតរបស់យើងអញ្ចឹងជំហានដំបូងយើងត្រូវធ្វើការចុចបាទសង្កត់ប៊ូតុងបើកដុំរបស់យើងសិនណាបាទយើងសង្កត់រហូតដល់យើងឃើញវាលោតភ្លើងបែបនេះចាំយើងបលែងដៃណាបាទហើយបន្ទាប់មកអតិថិជនអាចចាំរយៈពេលប្រហែល1នាទីសិនដើម្បីឲ្យដុំនេះវាធ្វើការអឺ set up ឈ្មោះវាហើយនឹង set up password វាខ្លួនឯងមកផ្លែតសិនចាំយើងធ្វើការ connect ជាមួយទូរស័ព្ទអញ្ចឹងរបៀបដូរឈ្មោះយើងមិនបាច់តន់ដាក់ SIM ក៏បានអតិថិជនចង់ដាក់ SIM មកហើយក៏បានដែរអត់បញ្ហាទេហើយបន្ទាប់មកបាទបងយកជាមួយនឹងទូរស័ព្ទយើងបាទយើងយកមកធ្វើការ connect ជាមួយនឹង Wi-Fi ហ្នឹងណាបាទនេះWi-Fi របស់យើងឈ្មោះDNXT បាទចុចលើឈ្មោះហ្នឹងមកហើយដោយសារតែខ្ញុំធ្លាប់ connect ហើយអញ្ចឹងគឺអត់ត្រូវដាក់លេខកូដទេតែបើបងចង់ដាក់នៅពេលដែលវាទាមទារដាក់លេខកូដគឺយើងដាក់លេខកូដលេខ1ដល់9ណាដោយសារតែនៅក្នុងនេះគេមានប្រាប់អតិថិជនទាំងអស់គ្នាស្រាប់អញ្ចឹងនេះគឺជាឈ្មោះ Wi-Fi name បាទគឺ DNXTEA 22បាទខ្ញុំសូមរកឃើញបន្តិចហើយ Wi-Fi key ហ្នឹងបានន័យថា password វាហ្នឹងលេខ1ដល់លេខ9ហើយថែមលេខ0មួយទៀតមកបាទអញ្ចឹងអានេះគឺជាinformation របស់វាហើយកន្លែងនេះគឺគេហៅថា IP address ហើយនឹងជាមួយនឹង username password អញ្ចឹងនៅពេលដែលយើងចង់ដូរ password យើងត្រូវចូលទៅកាន់ IP address អញ្ចឹងរបៀបចូលទៅកាន់ IP address ទី1ដូចខ្ញុំបញ្ជាក់អញ្ចឹងយើងធ្វើការ connect Wi-Fi ចូលក្នុងទូរស័ព្ទយើងសិន Wi-Fi ដុំហ្នឹងហើយចាំយើងចូលទៅក្នុងគេហៅថា browser ឬក៏កម្មវិធី search internet ដូចជា Google Chrome Safari បាទ Firefox ឬក៏ Brave អីជាដើមហ្នឹងបន្ទាប់មកយើងចូលកន្លែង search នេះកន្លែង search ហ្នឹងហើយបាទយើងវាយជាមួយនឹង IP address 192.168.1.1ហ្នឹងយើងវាយឲ្យដូចហ្នឹងមកបាទចុច1ណាឃើញទេយើងវាយអញ្ចឹងមកហើយយើងចុចពាក្យថា search មកបាទនៅពេលដែល search មកគឺវានឹងធ្វើការ load ចូលជាមួយនឹងបាទកន្លែងវាយ password ឬក៏ username នេះឃើញអត់វាដាក់ username password អញ្ចឹង username អ្នកនរគ្នាវាយដូចខ្ញុំចេះមក admin ណាបាទវាយពាក្យថា admin ឬក៏នៅលើនេះគេប្រាប់ស្រាប់ណាគេដាក់ថា admin អញ្ចឹងយើងវាយអាលើហើយអាក្រោមហ្នឹងគឺដូចគ្នាមកណាដាក់ admin ដូចគ្នាអញ្ចឹងមកបន្ទាប់មកយើងចុចពាក្យថា log in បាទអញ្ចឹងយើងវានឹងធ្វើការ direct ឲ្យយើងចូលទៅក្នុងbrowser សម្រាប់ set up ដុំហ្នឹងហើយបាទអញ្ចឹងអីដែលអ្នកនរគ្នាឃើញមកដំបូងគឺបែបនេះឃើញទេវាមានបង្ហាញថ្មដោយសារអានេះខ្ញុំប្រើថ្ងៃមុន2ថ្ងៃអត់តបានសាកថ្មអញ្ចឹងគឺវាសក់ថ្មចង់អស់ហើយអញ្ចឹងនៅពេលដែលអ្នកនរគ្នាសាកថ្មប្រហែលកម្មវាបង្ហាញលើហ្នឹងអូខេអញ្ចឹងកុំឲ្យយូរអញ្ចឹងមកមើលជាមួយនឹងរបៀបដូរបាទpassword ហើយនឹងដូរជាមួយនឹងឈ្មោះអញ្ចឹងអ្នកនរគ្នាបាទឃើញជាមួយកន្លែងនេះគេដាក់ពាក្យថា Wi-Fi setting ឃើញអត់បាទវានៅក្នុង network setting ឃើញទេអញ្ចឹងយើងអាចចុច network setting មួយដើម្បីឲ្យវាតម្លាក់មកច្រើនទៀតយើងយកពាក្យថា Wi-Fi setting បាទឃើញទេមួយនេះបន្ទាប់មកអ្នកនរគ្នានឹងឃើញជាមួយនឹងឈ្មោះរបស់វាឃើញទេគេដាក់ពាក្យថា network name អញ្ចឹងយើងចង់បដូរអីក៏បានដែរយើងអាចទៅសេមកឧទាហរណ៍ខ្ញុំដាក់A B C D E F ចឹងទៅបាទ1 2 3អាហ្នឹងគឺជាឈ្មោះរបស់វាឥឡូវលេខកូដបាទលេខកូដនេះលេខកូដចាស់របស់យើងឃើញទេលេខ1ដល់លេខ0អញ្ចឹងយើងអាចលុបមកយើងចង់ដាក់លេខកូដអីផ្សេងទៅថាលេខ1ទាំងអស់ចឹងទៅ1 2 3 4 1 2 3 4អញ្ចឹងលេខកូដយើងត្រូវដាក់ចាប់ពី8ខ្ទង់ឡើងទៅណាបាទហើយនេះគឺជា security mode នេះមិនបាច់ដូរទេហើយ max station number នេះក៏មិនបាច់ដូរដែរអានេះបានន័យថាគឺយើងចង់ឲ្យវា connect ម្ដងប្រហែល device បាទអញ្ចឹងច្រើនផុតគឺបាន32 device ឃើញទេអញ្ចឹងដុំរបស់យើង connect បានរហូតដល់32ទូរស័ព្ទឬក៏ចង់លេងតែឯងយកតែមួយទូរស័ព្ទមកអ្នកផ្សេងចង់ hack Wi-Fi យើងចង់ស្គាល់ password connect ចូលក៏វាអត់ជាប់ដែរអញ្ចឹងគឺយើងអាចដូរកន្លែងហ្នឹងបានបន្ទាប់មកនៅពេលអ្នកនរគ្នាដូររួចរាល់ចុចពាក្យថា save ណាបាទចុច save ហើយមកដល់នេះយើង confirm មួយចុចថា yes អញ្ចឹងវានឹងធ្វើការបដាច់ Wi-Fi របស់យើងបានន័យថាទូរស័ព្ទរបស់យើងឥឡូវលេខស្គាល់ជាមួយដុំនេះហើយហេតុអីបានវាលេខស្គាល់ដោយសារតែដុំរបស់យើងនេះយើងបានដូរឈ្មោះផ្សេងដូរ password ផ្សេងអញ្ចឹងយើងចូលទៅមើលដុំរបស់យើងមានបានដូរឈ្មោះដូចតែអ្វីដែលខ្ញុំ set មកនៅណាបាទនេះឃើញវាមកណែ A B C D E F 1 2 3បាទយើងចង់ connect យើងគ្រាន់ចុចហ្នឹងមកហើយយើងដាក់ password ដែលអ្នកនរគ្នាដូរមិញមកអញ្ចឹងខ្ញុំដាក់លេខ1 8ដើម
ចឹងយើងដាក់លេខ187ដើមវិញមកគឺយើងអាចធ្វើការ connect បានហើយឃើញទេវាកំពុងធ្វើការ connect អានេះនៅអ៊ីនធឺណិតដោយសារខ្ញុំអត់ដាក់ SIM ខ្ញុំគ្រាន់តែចុចថតឲ្យអ្នកគ្នាមើលចឹងណាបាទអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេអត់មានអីពិបាកទេណាបាទស្រួលហើយបើចង់ដូរ password ដូរអីបន្ថែមទៀតចូលទៅក្នុងកន្លែងដូចតែខ្ញុំបង្ហាញមុនហ្នឹងបាទចូលទៅក្នុង IP address របស់វាហើយយើងធ្វើបែបហ្នឹងដដែលមកទៀតណាបាទអរគុណ